បច្ចេកវិទ្យាជប៉ុននៅក្នុងសម័យសង្គ្រាមមជ្ឈិមបូព៌ាយុទ្ធសាស្ត្រថ្មីដើម្បីអនាគតជប៉ុននៅចំពោះមុខជួបសង្គ្រាមសកលនៅក្នុងពេលដែលអណ្ដាតភ្លើងសង្គ្រាមកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់មជ្ឈិមបូព៌ាពិភពលោកកំពុងសម្លឹងទៅមើលប្រទេសជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចនិងបច្ចេកវិទ្យាដ៏ធំមួយដែលធ្លាប់ត្រូវបានគេស្គាល់ថាជាប្រទេសប្រកាន់ភ្ជាប់នៅគោលការណ៍សន្តិភាពនិយមប៉ុន្តែថ្ងៃនេះជប៉ុនកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដែលតម្រូវឲ្យខ្លួនផ្លាស់ប្ដូរយុទ្ធសាស្ត្រការពារជាតិនិងពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាទំនើបតើបច្ចេកវិទ្យាអ្វីខ្លះដែលជប៉ុនកំពុងជំរុញយ៉ាងខ្លាំងហើយតើមានទំនាក់ទំនងយ៉ាងណាខ្លះចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ានៅក្នុងវីដេអូនេះនឹងនាំអ្នកទៅស្វែងយល់ឲ្យបានស៊ីជម្រៅអំពីបច្ចេកវិទ្យាកន្លឹះមួយចំនួនដែលកំពុងរីកចម្រើននៅប្រទេសជប៉ុននៅក្នុងអំឡុងពេលដ៏រសើបនេះដោយផ្ដោតទៅលើការវិវត្តផលប៉ះពាល់និងយុទ្ធសាស្ត្ររបស់ជប៉ុននៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះដើម្បីធានាសន្តិសុខនិងស្ថិរភាពរបស់ខ្លួន1បរិបទនយោបាយនិងសន្តិសុខការផ្លាស់ប្ដូរផ្នត់គំនិតជប៉ុនដែលធ្លាប់ជាប្រទេសប្រកាន់ភ្ជាប់នូវគោលការណ៍សន្តិភាពនិយមយ៉ាងតឹងរ៉ឹងក្រោយសង្គ្រាមលោកលើកទី2កំពុងស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្ដូរដ៏សំខាន់មួយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីសាណេ តាកាស៊ីដែលមានគោលជំហរយ៉ាងរឹងមាំនៅក្នុងវិស័យការពារជាតិជប៉ុនកំពុងពិនិត្យឡើងវិញនៃច្បាប់ការពារខ្លួនសម្រាប់សមូហភាពរបស់ជប៉ុនសង្គ្រាមនៅមជ្ឈិមបូព៌ាជាពិសេសទម្លោះរវាងអ៊ីរ៉ង់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានក្លាយទៅជា stress test ដ៏ធំមួយសម្រាប់គោលនយោបាយសន្តិសុខរបស់ជប៉ុនបញ្ហាប្រឈមដ៏ធំបំផុតមួយគឺការគំរាមកំហែងដល់សន្តិសុខធម្មពលរបស់ជប៉ុនការបិទគប់ច្រកសមុទ្រហាម៉ូដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជប៉ុនដែលពឹងផ្អែកខ្លាំងទៅលើការនាំចូលប្រេងមេរៀនពីសហ Head War សង្គ្រាមដ្រូននៅមជ្ឈិមបូព៌ាដែលបង្ហាញពីប្រសិទ្ធភាពនៃដ្រូននៅក្នុងការវាយប្រហារគោលដៅយុទ្ធសាស្ត្រក៏បានជំរុញឲ្យជប៉ុនពន្លឿនការវិវត្តវិស័យការពារជាតិរបស់ខ្លួនផងដែរការផ្លាស់ប្ដូរផ្នត់គំនិតនេះបង្ហាញថាជប៉ុនលែងអាចឈរមើលចំនួនសកលលោកដោយមិនមានការត្រៀមខ្លួនទៀតហើយ2បច្ចេកវិទ្យាការពារជាតិនិងដ្រូនការពង្រឹងសមត្ថភាពយោធាជប៉ុនដើម្បីឆ្លើយតបទៅនឹងបរិបទសន្តិសុខដែលកំពុងផ្លាស់ប្ដូរជប៉ុនកំពុងវិនិយោគយ៉ាងខ្លាំងក្លាលើបច្ចេកវិទ្យាការពារជាតិទំនើបមួយនៅក្នុងចំណោមអាទិភាពចម្បងគឺការអភិវឌ្ឍបច្ចេកវិទ្យាប្រឆាំងដ្រូន Counter Drone Technology បន្ទាប់ពីបានឃើញពីប្រសិទ្ធភាពនៃដ្រូនសហេតរបស់អ៊ីរ៉ង់នៅក្នុងការវាយប្រហារគោលដៅនៅមជ្ឈិមបូព៌ាជប៉ុនបានដឹងថាខ្លួនត្រូវការប្រព័ន្ធការពារដ៏រឹងមាំដើម្បីទប់ទល់នឹងការគំរាមកំហែងស្រដៀងគ្នានេះប្រព័ន្ធទាំងនេះរួមមានរ៉ាដាទំនើបដែលអាចរកឃើញដ្រូនតូចៗប្រព័ន្ធរំខានសញ្ញាចាំមើលនិងអនុវត្តឡាស៊ែរដើម្បីបាញ់ទម្លាក់ដ្រូនលើសពីនេះជប៉ុនក៏ចាប់ផ្ដើមដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ Long Range Missile ដែលអភិវឌ្ឍនៅក្នុងស្រុកផងដែរសមត្ថភាពវាយបក Counter Strike Capability នេះអនុញ្ញាតឲ្យជប៉ុនអាចវាយប្រហារគោលដៅរបស់សត្រូវពីចម្ងាយដែលជាការផ្លាស់ប្ដូរដ៏សំខាន់មួយពីគោលនយោបាយការពារជាតិសុទ្ធសាធកន្លងមកការអភិវឌ្ឍមីស៊ីលទាំងនេះដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសជិតខាងដែលមានសមត្ថភាពមីស៊ីលកម្រិតខ្ពស់មួយវិញទៀតជប៉ុនកំពុងពង្រឹងប្រព័ន្ធការពារដែនអាកាសនិងមីស៊ីលរួមបញ្ចូលគ្នា Integrated Air and Missile Defense IAMD របស់ខ្លួនផងដែរប្រព័ន្ធ IAMD នេះមានគោលបំណងការពារប្រទេសពីការវាយប្រហារដោយមីស៊ីលបាល់លីស្ទិកមីស៊ីលគ្រូសនិងដ្រូនដោយការរួមបញ្ចូលគ្នានៅរ៉ាដាប្រព័ន្ធបញ្ជានិងអាវុធការពារអាកាសជាច្រើនប្រភេទការវិនិយោគលើបច្ចេកវិទ្យាទាំងនេះបង្ហាញពីការបដិញ្ញាចិត្តរបស់ជប៉ុននៅក្នុងការការពារខ្លួនឯងនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស3បច្ចេកវិទ្យាប្រើប្រាស់ពីរយ៉ាង Dual Use Technology ស្ពានភ្ជាប់ស៊ីវិលនិងយោធាដើម្បីពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួនជប៉ុនកំពុងងាកមកប្រើប្រាស់យុទ្ធសាស្ត្រថ្មីមួយគឺការធ្វើសមាហរណកម្មបច្ចេកវិទ្យាប្រើប្រាស់ពីរយ៉ាង Dual Use Technology ដែលជាបច្ចេកវិទ្យាមានកម្មវិធីទាំងនៅក្នុងវិស័យស៊ីវិលនិងយោធាយុទ្ធសាស្ត្រនេះអនុញ្ញាតឲ្យជប៉ុនទាញយកអត្ថប្រយោជន៍ពីការច្នៃប្រឌិតថ្មីនៅក្នុងវិស័យឯកជនដូចជាបញ្ញាសិប្បនិម្មិត AI មនុស្សយន្ត Robotics សារធាតុ Semiconductor និងឧបករណ៍ចាប់សញ្ញាទំនើបដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន
រដ្ឋាភិបាលជប៉ុនដាក់ចេញនូវកម្មវិធីនានាដើម្បីគាំទ្រដល់ក្រុមហ៊ុន Startup បច្ចេកវិទ្យា ULJUS ឲ្យចូលរួមនៅក្នុងវិស័យការពារជាតិឧទាហរណ៍កម្មវិធី J-Star X ផ្ដល់មូលនិធិដល់ក្រុមហ៊ុន Startup ទាំងនេះដើម្បីអភិវឌ្ឍបច្ចេកវិទ្យាដែលអាចប្រើប្រាស់ទាំងនៅក្នុងវិស័យស៊ីវិលនិងយោធាគោលបំណងគឺដើម្បីពង្រឹងការច្នៃប្រឌិតនិងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេសលើពីនេះជប៉ុនក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួនលើបច្ចេកវិទ្យា ULJUS ផងដែរជប៉ុនកំពុងពិភាក្សាដើម្បីចូលរួមនៅក្នុងកម្មវិធី DINA Defense Innovation Accelerator for Students Atlantic របស់ NATO ដែលជាកម្មវិធីមួយសម្រាប់កំណត់អត្តសញ្ញាណនិងអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ក្រោយនៅក្នុងបណ្ដាប្រទេសជាសមាជិក NATO ការចូលរួមនេះគឺអនុញ្ញាតឲ្យជប៉ុនផ្លាស់ប្ដូរចំណេះដឹងនិងបច្ចេកវិទ្យាជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនដែលជួយពង្រឹងសមត្ថភាពការពារជាតិរួមគ្នាការផ្លាស់ប្ដូរទៅរកបច្ចេកវិទ្យា ULJUS នេះត្រូវបានជំរុញដោយការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបរិយាកាសសន្តិសុខនៅក្នុងតំបន់រួមទាំងការពង្រីកយោធារបស់ចិនកម្មវិធី Missile របស់កូរ៉េខាងជើងនិងលទ្ធភាពនៃចំនួននៅច្រកសមុទ្រតៃវ៉ាន់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ULJUS ជប៉ុនសង្ឃឹមថានឹងអាចសាកល្បងប្រព័ន្ធការពារជាតិដែលមានភាពរហ័សរហួននិងធន់ជាងមុនដែលអាចឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស 4. បច្ចេកវិទ្យា AI និងការផលិតកម្រិតខ្ពស់កម្លាំងចលករនៃឧស្សាហកម្មជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសឈានមុខគេផ្នែកបច្ចេកវិទ្យាជាពិសេសនៅក្នុងវិស័យមនុស្សជននិងការផលិតកម្រិតខ្ពស់នៅក្នុងបរិបទសង្គ្រាមមជ្ឈិមបូព៌ានិងភាពតានតឹងភូមិសាស្ត្រនយោបាយជប៉ុនកំពុងពង្រឹងការវិនិយោគរបស់ខ្លួនលើបញ្ញាសិប្បនិម្មិត AI និង Quantum Computing ដើម្បីពង្រឹងសមត្ថភាពការពារជាតិនិងសេដ្ឋកិច្ចរបស់ខ្លួនកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិកលើបច្ចេកវិទ្យាទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ជប៉ុននៅក្នុងការរក្សាឧត្តមភាពបច្ចេកវិទ្យាបញ្ហាប្រឈមដ៏សំខាន់មួយទៀតដែលជប៉ុនកំពុងប្រឈមមុខគឺសន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់ Supply Chain Security បន្ទាប់ពីចិនបានហាមឃាត់ការនាំចេញរ៉ែ Raw Earth ទៅកាន់ជប៉ុនរដ្ឋាភិបាលជប៉ុនបានព្យាយាមបង្កើត China Free Supply Chain សម្រាប់ឧបករណ៍ការពារជាតិនេះមានន័យថាជប៉ុនកំពុងស្វែងរកប្រភពផ្គត់ផ្គង់ជំនួសនិងវិនិយោគលើការផលិតនៅក្នុងស្រុកដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនការផលិតកម្រិតខ្ពស់រួមទាំងបច្ចេកវិទ្យា 3D Printing អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធានាសន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់លើសពីនេះជប៉ុនកំពុងប្រើប្រាស់ភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យមនុស្សជន Robotics ដើម្បីអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិសម្រាប់យោធាមនុស្សជនអាចត្រូវបានប្រើប្រាស់សម្រាប់បេសកកម្មគ្រោះថ្នាក់ការឃ្លាំមើលការដឹកជញ្ជូននិងការគាំទ្រផ្នែកភស្តុភារដែលអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតទាហានការរួមបញ្ចូលគ្នានៃ AI និងមនុស្សជននឹងផ្ដល់ឲ្យជប៉ុននូវសមត្ថភាពយោធាដ៏ទំនើបនិងមានប្រសិទ្ធភាពខ្ពស់ការវិនិយោគលើបច្ចេកវិទ្យា AI និងការផលិតកម្រិតខ្ពស់មិនត្រឹមតែពង្រឹងសមត្ថភាពការពារជាតិរបស់ជប៉ុនប៉ុណ្ណោះទេប៉ុន្តែក៏ជំរុញកំណើនសេដ្ឋកិច្ចនិងការច្នៃប្រឌិតនៅក្នុងវិស័យស៊ីវិលផងដែរជប៉ុនកំពុងព្យាយាមបង្កើតប្រព័ន្ធ Eco-Logi បច្ចេកវិទ្យាដ៏រឹងមាំមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការទាំងយោធានិងស៊ីវិលព្រមទាំងរក្សាភាពប្រកួតប្រជែងរបស់ខ្លួនទៅលើឆាកសកល 5. សន្តិសុខធម្មពលនិងបច្ចេកវិទ្យាបៃតងដំណោះស្រាយសម្រាប់អនាគតជប៉ុនជាប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលធម្មពលជាពិសេសសម្រាប់ប្រេងពីតំបន់មជ្ឈិមបូព៌ាដូច្នេះហើយសង្គ្រាមនៅក្នុងតំបន់នេះបានបង្កមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខធម្មពលរបស់ជប៉ុនដើម្បីកាត់បន្ថយការពឹងផ្អែកនេះជប៉ុនកំពុងពង្រឹងការវិនិយោគនិងការអភិវឌ្ឍបច្ចេកវិទ្យាធម្មពលជំនួសនិងធម្មពលបៃតងការវិនិយោគលើបច្ចេកវិទ្យា Hydrogen Technology គឺជាអាទិភាពមួយរបស់ជប៉ុន Hydrogen ត្រូវបានគេមើលឃើញថាជាប្រភពធម្មពលស្អាតនាពេលអនាគតដែលអាចប្រើប្រាស់បានទាំងនៅក្នុងវិស័យឧស្សាហកម្មការដឹកជញ្ជូននិងការផលិតអគ្គិសនីជប៉ុនកំពុងស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាផលិត Hydrogen ការផ្ទុកនិងការដឹកជញ្ជូនដើម្បីក្លាយជាប្រទេសឈានមុខគេនៅក្នុងវិស័យនេះក្រៅពីនេះជប៉ុនក៏កំពុងពិចារណាឡើងវិញនូវធម្មពល Nuclear Energy ផងដែរបន្ទាប់ពីគ្រោះមហន្តរាយ Fukushima
នៅក្នុងឆ្នាំ2011ជប៉ុនបានកាត់បន្ថយការពឹងផ្អែកលើថាមពលនុយក្លេអ៊ែរយ៉ាងខ្លាំងប៉ុន្តែដោយសារតែបញ្ហាសន្តិសុខថាមពលនិងតម្រូវការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជប៉ុនកំពុងវិនិយោគលើការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរចំនួនថ្មីដែលមានសុវត្ថិភាពជាងមុនការផ្លាស់ប្ដូរទៅរកថាមពលស្អាតនិងការកើនឡើងវិញមិនត្រឹមតែជាដំណោះស្រាយចំពោះបញ្ហាសន្តិសុខថាមពលប៉ុណ្ណោះទេប៉ុន្តែក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសកលនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរជប៉ុនកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ខ្លួនដើម្បីឈានទៅរកសង្គមដែលប្រើប្រាស់ថាមពលកាបូនទាបដែលនឹងផ្ដល់ផលប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចនិងបរិស្ថាន6កិច្ចសហប្រតិបត្តិការអន្តរជាតិពង្រឹងសម្ព័ន្ធភាពជប៉ុនបានដឹងយ៉ាងច្បាស់ថាខ្លួនមិនអាចប្រឈមមុខនឹងបញ្ហាប្រឈមសន្តិសុខសកលតែម្នាក់ឯងបានទេដូច្នេះហើយជប៉ុនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួនជាមួយនឹងបណ្ដាប្រទេសសម្ព័ន្ធមិត្តជាពិសេសសហរដ្ឋអាមេរិកអូស្ត្រាលីនិងបណ្ដាប្រទេសអឺរ៉ុបកិច្ចសហប្រតិបត្តិការទាំងនេះផ្ដោតទៅលើការផ្លាស់ប្ដូរបច្ចេកវិទ្យាការស្រាវជ្រាវនិងការអភិវឌ្ឍរួមគ្នាលើវិស័យការពារជាតិជប៉ុនកំពុងបង្កើនទំនាក់ទំនងជាមួយនឹង AUKUS អាមេរិកអង់គ្លេសអូស្ត្រាលីដែលជាសម្ព័ន្ធភាពសន្តិសុខដ៏សំខាន់មួយនៅក្នុងតំបន់ Indo-Pacific តាមរយៈ AUKUS ជប៉ុនអាចចូលរួមនៅក្នុងគម្រោងអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិកម្រិតខ្ពស់រួមទាំងប្រព័ន្ធមីស៊ីលនិងបច្ចេកវិទ្យាស្វ័យប្រវត្តិលើសពីនេះជប៉ុនក៏កំពុងពង្រឹងទំនាក់ទំនងជាមួយនឹង NATO ផងដែរដោយពិភាក្សាអំពីការចូលរួមនៅក្នុងកម្មវិធីដែលបានរៀបរាប់ខាងលើនៅក្នុងបរិបទនៃសង្គ្រាមមជ្ឈិមបូព៌ាជប៉ុនក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួននៅក្នុងការចូលរួមចំណែកនៅក្នុងសន្តិសុខនៅច្រកសមុទ្រហាម៉ូនេះអាចរួមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាឃ្លាំមើលនិងការការពាររបស់ជប៉ុនដើម្បីធានាសុវត្ថិភាពនៃការដឹកជញ្ជូនប្រេងតាមរយៈច្រកសមុទ្រដ៏សំខាន់នេះការចូលរួមរបស់ជប៉ុននៅក្នុងការខិតខំប្រឹងប្រែងសន្តិសុខអន្តរជាតិបង្ហាញពីការបដិញ្ញាចិត្តរបស់ខ្លួននៅក្នុងការដើរតួនាទីយ៉ាងសកម្មនៅលើឆាកសកលនិងការការពារផលប្រយោជន៍ជាតិរបស់ខ្លួនកិច្ចសហប្រតិបត្តិការទាំងនេះមិនមែនត្រឹមតែពង្រឹងសមត្ថភាពការពារជាតិរបស់ជប៉ុនប៉ុណ្ណោះទេប៉ុន្តែក៏ជួយបង្កើនបណ្ដាញសម្ព័ន្ធមិត្តដ៏រឹងមាំមួយដើម្បីទប់ទល់នឹងការគំរាមកំហែងរួមគ្នាតាមរយៈការផ្លាស់ប្ដូរបច្ចេកវិទ្យានិងចំណេះដឹងជប៉ុនអាចពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួននិងរក្សាឧត្តមភាពបច្ចេកវិទ្យានៅក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកំពុងប្រែប្រួលជប៉ុនជាមហាអំណាចបច្ចេកវិទ្យាដើម្បីសន្តិសុខសកលសរុបមកនៅក្នុងបរិបទនៃសង្គ្រាមមជ្ឈិមបូព៌ានិងភាពតានតឹងភូមិសាស្ត្រនយោបាយសកលជប៉ុនកំពុងបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាកម្លាំងចលករដ៏សំខាន់សម្រាប់សន្តិសុខនិងស្ថិរភាពរបស់ខ្លួនពីការវិនិយោគលើបច្ចេកវិទ្យាការពារជាតិទំនើបដូចជាប្រព័ន្ធប្រឆាំងដ្រូននិងមីស៊ីលរយៈចម្ងាយឆ្ងាយរហូតដល់ការធ្វើសមាហរណកម្មបច្ចេកវិទ្យា Dual Use ពីវិស័យ Civil និងយោធាជប៉ុនកំពុងកសាងសមត្ថភាពការពារជាតិដ៏រឹងមាំលើសពីនេះការផ្ដោតលើបច្ចេកវិទ្យា AI Quantum Computing Robotics និងការផលិតកម្រិតខ្ពស់មិនត្រឹមតែពង្រឹងឧស្សាហកម្មការពារជាតិប៉ុណ្ណោះទេប៉ុន្តែក៏ជំរុញកំណើនសេដ្ឋកិច្ចនិងការច្នៃប្រឌិតផងដែរការស្វែងរកដំណោះស្រាយសម្រាប់សន្តិសុខថាមពលតាមរយៈបច្ចេកវិទ្យាអ៊ីដ្រូសែននិងថាមពលនុយក្លេអ៊ែរក៏បង្ហាញពីចក្ខុវិស័យរយៈពេលវែងរបស់ជប៉ុននៅក្នុងការកាត់បន្ថយការពឹងផ្អែកនិងធានាអនាគតប្រកបដោយចីរភាពតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹងសម្ព័ន្ធមិត្តសំខាន់ដូចជាសហរដ្ឋអាមេរិកអូស្ត្រាលីនិង NATO ជប៉ុនកំពុងដើរតួនាទីកាន់តែសកម្មនៅក្នុងការធានាសន្តិសុខនៅក្នុងតំបន់សកលលោកការវិវត្តបច្ចេកវិទ្យាទាំងនេះមិនមែនត្រឹមតែជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ននោះទេប៉ុន្តែវាជាការត្រួសត្រាយផ្លូវសម្រាប់អនាគតដែលជប៉ុននឹងបន្តជាមហាអំណាចបច្ចេកវិទ្យាដ៏សំខាន់មួយនៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពពិភពលោក